ពីមុនខ្ញុំធ្លាប់លក់ជាមួយនឹងបាញ់ត្រាំងមកកំប៉ុងតែ2000និយាយពីថាលក់ដាច់មែនតែនតែដល់ពេលមករយៈក្រោយនេះបាញ់ត្រាំងវាញ៉ៃពេកខ្ញុំសម្រេចចិត្តថាឈប់លក់តែម្ដងឈប់លក់អញ្ចឹងមែនណាក៏ប៉ុន្តែខ្ញុំនឹងប្រាប់បងមួយឲ្យបានធ្វើញ៉ាំទាំងអស់គ្នាងាយស្រួលធ្វើហើយឲ្យបាញ់ត្រាំងហ្នឹងវាស្រួយឆ្ងាញ់ទៀតជាដំបូងខ្ញុំយកជាមួយនឹងសបកបាញ់ត្រាំងយកមកធ្វើការកាត់វាត្រវែងបន្ទាប់មកចាប់ផ្ដើមកាត់វាជាកង់ងាយស្រួលនៅក្នុងការញ៉ាំកាត់ជាមួយនឹងបាញ់ត្រាំងរួចខ្ញុំចាប់ផ្ដើមទៅលាយជាមួយនឹងអំបិលម្ដងចាក់អំបិលនេះផងដែរជាដំបូងខ្ញុំប្រើជាមួយនឹងស្ករសចំនួន3ស្លាបព្រាបាយម្សៅស៊ុបខ្នុរ1ស្លាបព្រាបាយម្ទេសហុយ2ស្លាបព្រាទុយក៏ដូចជាអត់ភ្លេចទេនៅក្នុងការបន្ថែមជាមួយនឹងប៊ីចេងបន្តិចផងដែររួចធ្វើការកូរជាមួយនឹងល្បាយទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាតែមួយចង់ឲ្យបាញ់ត្រាំងមានរសជាតិកាន់តែឆ្ងាញ់ក៏ដូចជាឈ្ងុយអត់ភ្លេចទេជាមួយនឹងខ្ទឹមបំពងបន្ទាប់ពីធ្វើការបំពងជាមួយនឹងខ្ទឹមរួចហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងខ្លាញ់បន្តិចបើកភ្លើងឲ្យក្តៅរួចដាក់ជាមួយនឹងគ្រាប់ការីចូលសម្រាប់គ្រាប់ការីនេះផងដែរគឺដាក់ដើម្បីយកពណ៌ជាមួយនឹងបាញ់ត្រាំងខ្ញុំឲ្យចេញជាពណ៌ស្អាតតែបងចូលមកដល់ការធ្វើជាមួយនឹងបាញ់ត្រាំងហើយសម្រាប់បាញ់ត្រាំងនេះផងដែរខ្ញុំចង់ឲ្យវាស្រួយខ្ញុំយកវាទៅឆានៅលើខ្ទះសម្រាប់ការឆានេះផងដែរបងបើកភ្លើងតិចបានហើយត្រូវតែកូរវាឲ្យញាប់ដៃបើមិនអញ្ចឹងទេបាញ់ត្រាំងហ្នឹងដឹងតែខ្លោចតែម្ដងឆាជាមួយនឹងបាញ់ត្រាំងរបស់ខ្ញុំមកសន្ទុះដែរសិនទៅឲ្យវារៀងឡើងស្រួយហើយចាប់ផ្ដើមដាក់ជាមួយនឹងខ្លាញ់ចូលតែម្ដងប្រសិនបើបងលាបជាមួយនឹងខ្លាញ់រួចហើយចាំយកវាទៅឆាតាមក្រោយបាញ់ត្រាំងរបស់យើងហ្នឹងគឺវាក្រស្រួយខ្លាំងមែនតើហើយអាចនឹងជាប់គ្នាទៀតធ្វើការច្របល់ខ្លាញ់ជាមួយនឹងបាញ់ត្រាំងរបស់ខ្ញុំឲ្យសព្វសិនទៅទុកវាមកសន្ទុះនៅលើភ្លើងហ្នឹងឲ្យវាគេម៉ាន់ល្អដាក់ជាមួយនឹងខ្ទឹមបំពងចូលអំបិល2ស្លាបព្រាបាយបន្ទាប់មកធ្វើការកូរវាឲ្យចូលជាតិសិនបន្ទាប់មកចាប់ផ្ដើមដាក់ជាមួយនឹងអំបិល2ស្លាបព្រាបាយចូលបន្ថែមទៀតធ្វើបែបហ្នឹងទៅឲ្យគ្រឿងរបស់ខ្ញុំហ្នឹងវាសព្វចូលគ្នាបានល្អមែនទែនហើយដិតឆ្ងាញ់ទៀតនឹងចុងក្រោយធ្វើការដាក់ជាមួយនឹងបង្គាក្រៀមចូលរួចធ្វើការក្លុកវាឲ្យសព្វរួចជាការស្រេច